បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាផងដែរបាទវិលមកជួបគ្នាជាបន្តទៀតបាទជាមួយនឹងព័ត៌មានថ្មីបាទទាំងក្នុងប្រទេសនិងក្រៅប្រទេសពី Channel ខ្ញុំបាទផងដែរបាទវេលានេះគឺខ្ញុំបាទសូមលើកយកបាទតាក់ទងទៅនឹងបាទព័ត៌មានព្រំដែនគឺរវាងប្រទេសកម្ពុជានិងប្រទេសថៃតាក់ទងនឹងការផ្ទុះអាវុធបាទជាបន្តពីខាងភាគីថៃបាទហើយភាគីថៃបានធ្វើការចោទប្រកាន់មកលើកងទ័ពកម្ពុជាយើងបាទអញ្ចឹងគឺខ្ញុំបាននឹងធ្វើការលំអិតបាទជាបន្តទៀតទាក់ទងនឹងការវិវត្តបាទព័ត៌មានថ្មីនៅវេលាល្ងាចនេះផងដែរបាទក្រុមការងារទំនាក់ទំនងរបស់យុទ្ធភូមិភាគទី4នៃកងយុទ្ធពលខេមរៈភូមិន្ទនៅថ្ងៃទី25ឧសភា2026នេះបានធ្វើការទំនាក់ទំនងបាទទៅកាន់កងទ័ពភូមិភាគទី2របស់ថៃបាទគឺដើម្បីសួរនាំនិងបញ្ជាក់បាទចំពោះករណីឮសម្លេងផ្ទុះបាទបាញ់កំភ្លើងឡើងលើបាទសរុបចំនួន8គ្រាប់នៅការប្រយុទ្ធថ្ងៃទី24ឧសភា2026បាទដែលសង្ស័យថាបង្កឡើងពីខាងភាគីថៃដោយក្នុងនោះនៅការពេលវេលាម៉ោង7:57នាទីគឺបានបាញ់បាទចំនួន5គ្រាប់ក្នុងភូមិសាស្ត្រភ្នំទ្របនិងនៅការពេលវេលាម៉ោង8:08នាទីបានបាញ់ចំនួន3គ្រាប់ទៀតនៅក្នុងភូមិសាស្ត្រភ្នំសំបុកឃ្មុំខេត្តព្រះវិហារបាទគឺដើម្បីឲ្យភាគីថៃបាទធ្វើការផ្ទៀងផ្ទាត់និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឲ្យបានបាទតឹងរឹងនិងគោរពឲ្យបានម៉ត់ចត់ពេញលេញនៅសេចក្តីប្រកាសរួមរបស់គណៈកម្មការព្រំដែនទូត GBC នៅថ្ងៃទី27ធ្នូ2025បាទជាមួយគ្នានេះផងដែរក្រសួងការពារជាតិក៏សូមបដិសេធចំពោះការមូលបង្កាច់ដោយគ្មានភស្តុតាងដោយភាគីថៃបានធ្វើការចុះផ្សាយថាភាគីកម្ពុជាបង្កការរំខានបាទគឺនៅការពីក្បាលល្ងាចឬក៏ក្បាលប្រលប់កាលពីម្សិលមិញដោយបាញ់រះចំនួន2លើកនៅតំបន់ភ្នំទ្របភាគីកម្ពុជាក៏បានចាត់ទុកថាជាព័ត៌មានមិនពិតបាទគឺកងទ័ពកម្ពុជាប្រកាន់ខ្ជាប់នៅវិន័យតឹងរឹងរបស់ខ្លួនផងដែរបាទអញ្ចឹងគឺថាកាលពីល្ងាចថ្ងៃទី24ឧសភា2026បាទគឺមានការផ្ទុះអាវុធទៀតនៅបាទម្ដុំភ្នំទ្របបាទចំនួន8គ្រាប់បាទដែលឡាយគឺនៅកាលពីថ្ងៃទី24បាទខែឧសភាឆ្នាំ2026ដដែលហ្នឹងបាទគឺក្រសួងការពារជាតិបានលើកឡើងថាចាប់ពីវេលាម៉ោង9:24នាទីបាទរហូតដល់ម៉ោង10:10នាទីព្រឹកគឺកងទ័ពកម្ពុជាបានលើសូរសំឡេងនៃការផ្ទុះបាទបាញ់កំភ្លើងចំនួន22គ្រាប់បាទគឺស្ថិតនៅក្នុងតំបន់ច្រកអន្តរជាតិអូស្មាច់ខេត្តឧត្តរមានជ័យដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជាក្នុងការកាន់កាប់ដោយខុសច្បាប់ពីភាគីថៃបច្ចុប្បន្ននេះផងដែរបាទអញ្ចឹងការពីម្សិលមិញគឺមាន2បាទករណីបាទបងប្អូនណាបាទគឺមានការផ្ទុះអាវុធ2លើកគឺនៅពេលព្រឹកម្ដងនិងពេលល្ងាចម្ដងបាទអញ្ចឹងគឺថាបន្ទាប់ពីបទឈប់បាញ់រវាងប្រទេសកម្ពុជាយើងនិងប្រទេសថៃកន្លងមកភាគីកម្ពុជាយើងបានរក្សានៅភាពស្ងៀមស្ងាត់បាទជាបន្តមកទល់ឥឡូវនេះបាទដែលឡាយគឺចំពោះភាគីថៃនៅវិញគឺមិនបន្តភាពស្ងៀមស្ងាត់ទេបងប្អូនណាភាគីថៃគឺបន្តសកម្មភាពជាច្រើននៅតាមបន្ទាត់ព្រំដែនបាទហើយថ្មីនេះគឺភាគីថៃក៏ដូចជាថ្នាក់ដឹកនាំថៃមានការខឹងសម្បាចំនួន2ករណីតាមមើលទៅបងប្អូនណាបាទគឺទី1គឺខឹងសម្បាតកតងទៅនឹងភាគីថៃបានទទួលព័ត៌មានមិនពិតដោយបានលើកឡើងថាភាគីកម្ពុជាយើងបានធ្វើការចល័តកងទ័ពនៅបាទជិតនឹងព្រំដែននៃខេត្តត្រាតបាទនេះគឺជាព័ត៌មានមិនពិតដែលថៃទទួលបានបាទចំណែកឯព័ត៌មានទី2គឺថៃក៏ដូចជាថ្នាក់ដឹកនាំថៃបាទមានការអាក់អន់បាទសពុនចិត្តជាមួយនឹងភាគីកម្ពុជាយើងដោយតំណាងរបស់ភាគីកម្ពុជាយើងបានធ្វើការបើកកកាយបាទក៏ដូចជាលាតត្រដាងពីការឈ្លានពានដោយខុសច្បាប់ពីសំណាក់ភាគីថៃនៅលើឆាកអន្តរជាតិជាបន្តបន្ទាប់បាទអញ្ចឹងគឺថាធ្វើឲ្យភាគីថៃក៏ដូចជាថ្នាក់ដឹកនាំថៃបាទមានការមិនសប្បាយចិត្តក៏ដូចជាមិនពេញចិត្តក៏តែងតែធ្វើការ
បាទបំផ្ទុះនៅអាវុធផ្សេងៗនៅតាមបន្ទាត់ព្រំដែនជាការគំរាមកំហែងហើយក៏ចោទប្រកាន់មកលើភាគីកម្ពុជាយើងជាបន្តបន្ទាប់បាទអញ្ចឹងគឺថាសភាពការនៅតាមបន្ទាត់ព្រំដែនបាទរវាងកម្ពុជានិងថៃក៏គឺនៅតែមានសភាពការបាទតឹងរឹងគឺមិនទាន់បានដោះស្រាយគ្នារួចរាល់ទេដោយសារតែភាគីថៃមានការពន្យាពេលម្ដងហើយម្ដងទៀតក៏ដូចជារោគលេសម្ដងហើយម្ដងទៀតបាទក្នុងការចរចាជាមួយនឹងកម្ពុជាផងដែរបាទអរគុណណាស់បងប្អូនទាំងអស់គ្នាផងដែរបាទកុំភ្លេចជួយចុចពាក្យថាជាវ Subscribe Like និង Share បាទនៅ Channel YouTube Total HD ក៏ដូចជាពី Page Total HD ផងដែរបាទសម្រាប់ពេលនេះខ្ញុំបាទសូមគោរពលាសូមអរគុណបាទហើយកុំភ្លេចជួយទស្សនាវីដេអូខ្ញុំបាទជាបន្តបន្ទាប់ប្រចាំថ្ងៃផងដែរបាទសម្រាប់ពេលនេះខ្ញុំបាទសូមគោរពលាបាទសូមអរគុណ